Hello ស្ដីអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីកុំភ្លេចចុច Like Subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលអាសាសៀនៅក្នុងបន្ទប់របស់ Channel អាសាសៀក៏ស្នើសុំ Channel ថើបមួយខ្សែនៅពេលនោះ Channel ក៏គិតថាគ្រាន់តែការថើបអញ្ចឹងក៏វាមិនជារឿងធំដុំអីដែរក៏ប៉ុន្តែមិនដឹងឡើយថាក៏ពិតអាសាសៀគឺមានគំនិតផ្សេងគ្រាន់តែបានការអនុញ្ញាតពី Channel ភ្លាមអាសាសៀក៏ចាប់ដើមយកដៃយកទៅប៉ះផ្លូវរបស់ Channel ហើយក៏ធ្វើចុចទៅកាន់ Channel admin សុំអត់និយាយទេនៅពេលដែលអាសាសៀធ្វើឲ្យ Channel ពេញចិត្តហើយអាសាសៀក៏បើកទូនៃចិត្តក្បាលក្រែហ្នឹងយកក្តារជូតមាត់ហ្នឹងយកមកជូតមាត់ធ្វើដូចជាគាត់ណាដឹងគ្រប់កន្លែងនៅក្នុងបន្ទប់ Channel អញ្ចឹងដែលធ្វើឲ្យ Channel មានអារម្មណ៍ថាហេតុអីបានជាដឹងថានៅកន្លែងហ្នឹងគឺមានក្តារជូតមាត់កន្សែងជូតមាត់អញ្ចឹងណាហើយអាសាសៀក៏និយាយថាកន្លែងនេះក៏គាត់ដឹងដែរហើយគាត់បានយកអាកន្សែងជូតមាត់ហ្នឹងយកទៅជូតលើផ្ការបស់ Channel ហើយយកទៅទុកទៀតហើយ Channel សួរថាហើយយកទៅទុកធ្វើអីហើយអាសាសៀក៏ថាទុកធ្វើជាអនុស្សាវរីយ៍ What the fuck ហើយអាសាសៀក៏បានថោក Channel ហើយក៏និយាយថាឲ្យ Channel ហ្នឹងឆាប់កេងទៅគាត់ត្រឡប់ទៅវិញហើយពេលដែល Channel បែរត្រឡប់ទៅកាន់អាសាសៀក៏បានដឹងថាមើលទៅអាសាសៀហ្នឹងក៏ទប់មិនជាប់ដែរមើលទៅប្រហែលជាត្រូវធ្វើវាដោយខ្លួនឯងហើយបន្ទាប់មកអាសាសៀថាកុំឲ្យ Channel ហ្នឹងពពួកគាត់ខ្លាំងពេកប្រយ័ត្នគាត់ទ្រាំអត់បានចាប់ស៊ីហើយរឿងរបស់យើងក៏កាន់មកពេលព្រឹកនៅពេលដែលអ្នកបម្រើបានយកលិខិតលេងលះមកឲ្យ Channel សញ្ញេ Channel សញ្ញេបណ្ដាគឺញញឹមបណ្ដាហើយអ្នកបម្រើក៏សួរថាតើអ្នកស្រីហ្នឹងក៏chẳngមិនដែរចំពោះអ្នកបម្រើមកថ្មីក៏ប៉ុន្តែខ្ញុំគិតថាអ្នកបម្រើចាស់គឺល្អជាងនៅពេលដែល Eva Channel កំពុងតែនិយាយជាមួយអ្នកបម្រើ Dan ក៏បានចូលមកហើយក៏និយាយថាតើបានរៀបចំសរសេរកិច្ចសន្យាហ្នឹងហើយអស់នៅហើយ Channel និយាយទាំងសប្បាយចិត្តថាហ្នឹងហើយខ្ញុំបានចុះហត្ថលេខារួចហើយក៏បានយកឲ្យអ្នកបម្រើហើយដែរហើយខ្ញុំគិតថាវាលឿនមែនតើជាងអីដែលរំពឹងទុកទៅទៀតនៅពេលដែលឃើញ Channel សប្បាយចិត្តអញ្ចឹង Dan ក៏និយាយថាថ្ងៃហ្នឹង Channel ប្លែកម៉េះហើយ Channel ក៏គិតថាមានអីត្រូវប្លែកសង្ស័យមកពីយកមកអត់បានដេកឆ្អែតទេគ្រាន់តែគិតរឿងអត់បានដេកឆ្អែតនឹកឃើញដល់អាសាសៀមុនគេហើយ Channel ក៏និយាយទៅកាន់ Dan ថាអូខ្ញុំមានរឿងគិតតិចតួចហ្នឹងណាហើយ Dan ក៏សួរថាអូមានរឿងអីគេឡើងសប្បាយចិត្តបន្ទាប់មក Channel ក៏និយាយថាខ្ញុំកំពុងគិតថាតើអនាគតខ្ញុំត្រូវរស់ដោយរបៀបម៉េចព្រោះថាឥឡូវហ្នឹងខ្ញុំមានលុយច្រើនគាត់លើអញ្ចឹង Dan ឡើងអស់សង្ឃឹមឆ្ងោកមុខហ្មង Dan ស្មានតែ Channel សោកស្ដាយមានទុកកង្វល់ដោយសារការលេងលះមានអ្នកបងគិតថាគួរចាយលុយមិនមិនដឹងចាយលុយមិនឲ្យលុយច្រើនពេកអញ្ចឹងបន្ទាប់មកក៏ដល់ពេលដែល Channel រៀបចំខ្លួនដើម្បីចាក់ចេញពីវិមានព្រោះនាងត្រូវតែរស់នៅក្នុងវិមានរបស់នាងព្រោះការលេងលះហ្នឹង Channel មានផ្ទះមួយដែលខ្លួនឯងហើយបន្ទាប់មក Dan ណាក៏និយាយថានៅពេលដែល Dan ហ្នឹងក៏ហៅ Channel មកដេកជាមួយរដងហ្នឹងហេតុអីបានជា Channel ហ្នឹងចូលចិត្តតែហៅស្រីផ្សេងមកជាមួយរហូតអញ្ចឹងហើយ Channel សួរថាខ្ញុំមានបានហៅណែខ្ញុំមានបានហៅស្រីផ្សេងមកណែហើយ Channel ថា Channel អត់ដឹងរឿងហ្នឹងអញ្ចឹងណាហើយ Dan ក៏ឆ្ងល់ថាហេតុអីបានជាតែងតើមានដូចថាស្រីហ្នឹងមកចំតថ្ងៃដែល Channel ហ្នឹងត្រូវមកបំរើ Dan រហូតនៅពេលដែលឃើញ Dan និយាយស្ដាប់គ្នាមិនបានអញ្ចឹង Channel ក៏និយាយថា Dan ឥឡូវហ្នឹងខ្ញុំត្រូវរៀបចំអវ៉ាន់របស់ខ្ញុំព្រោះថាថ្ងៃស្អែកហ្នឹងខ្ញុំត្រូវចាក់ចេញពីវិមានហើយពេលដែលលឺអញ្ចឹង Dan ណាក៏ហៅអ្នកបម្រើឲ្យមកជួយ Channel ដើម្បីរៀបចំអវ៉ាន់តែទាំងដែលខ្លួនឯងណាកំពុងតែមានអារម្មណ៍ថារៀង stress ដែរហើយក៏បានសួរ Channel ម្ដងទៀតថាចឹងបើសិនជា Channel អត់បានយកស្រីហ្នឹងមកបន្ទប់ Dan ទេចឹងហេតុអីបានជា Channel ហ្នឹងនឹងអង្គុយមើល Dan ធ្វើអីជាមួយនឹងស្រីដតីចឹងហើយ Channel ឆ្លើយថាអូខ្ញុំស្មានតែ Dan ហ្នឹងចង់ឲ្យខ្ញុំមើលចឹងខ្ញុំក៏មើលទៅនៅពេលដែលលើចម្លើយរបស់ Channel អញ្ចឹង Dan ឡើងភាំងហើយក៏សួរថាហើយចុះ Channel ហ្នឹងអត់ដែរគិតអីលើគាត់សោះហើយ Channel និយាយទៅកាន់ Dan ថាប្រហែលជា Dan ហ្នឹងយល់ច្រឡំហើយព្រោះអី Channel គឺអត់ដែរមានគំនិតគិតអីលើសពីហ្នឹងទៀតទេហើយ Dan ធ្វើមុខឡើងសើចហើយនិយាយទៅកាន់ Channel ថាអញ្ចឹងតើ Channel ហ្នឹងបន្ទោសគាត់ហ៎ហើយ Channel ថាអត់ហ៎ហើយចុះ Channel ស្អប់គាត់ហ៎ថាអត់ហ៎អត់មានន័យត្រូវស្អប់ហើយ Dan សួរថាអញ្ចឹង Channel ស្រឡាញ់គាត់អត់ហើយ Channel ក៏និយាយថាខ្ញុំអត់ដឹងទេថា Dan ហ្នឹងកំពុងតែគិតអីក៏ប៉ុន្តែរយៈពេល3ឆ្នាំដែលយើងបានរស់នៅជាមួយគ្នាហើយបានគោរពគ្នាទៅវិញទៅមកចម្លើយប៉ុណ្ណឹងគឺវាគ្រប់គ្រាន់សម្រាប់ Dan ហើយត្រូវអត់ថា Channel អត់ដែរខឹងស្អប់ Dan ទេហើយ Dan ក៏បានឈ្ងោកមុខគិតមួយសន្ទុះហើយក៏និយាយថាត្រូវហើយកិច្ចសន្យាត្រូវបានបញ្ចប់ហើយអញ្ចឹងអរគុណហើយសម្រាប់ការហាត់នៅរយៈពេល3ឆ្នាំមកនេះហើយ Channel ក៏និយាយតបទៅវិញថាអូវាមិនយូរទេប៉ុណ្ណឹងព្រោះថា
ថាខ្ញុំបានរស់នៅយ៉ាងស្រួលដោយសារតែដែនដែរហើយពួកគេក៏ចាប់ដៃគ្នាហើយដែនក៏និយាយថាយើងនឹងជួបគ្នាលើកក្រោយទៀតហើយចាំខ្ញុំសេសបតទៅចេណានឹងឲ្យច្រើនបន្ទាប់មកថ្ងៃស្អែកឡើងចេណាក៏ចាប់ដើមរៀបចំខ្លួនដើម្បីចាក់ចេញពីក្នុងវិមានហើយចេណាក៏មានអារម្មណ៍ថាយ៉ាងហត់តិចដែរព្រោះអីនាងត្រូវងើបលឿនដោយសារតែអ្នកបម្រើហ្នឹងចង់ស្លៀកពាក់ឲ្យចេណាហ្នឹងមើលទៅស្រស់ស្អាតហើយអ្នកបម្រើមេកាក៏បាននិយាយទៅកាន់ចេណាថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាងឲ្យបានល្អបំផុតនៅក្នុងថ្ងៃនេះមិនឲ្យមានចន្លោះខ្វះខាតឡើយហើយពួកគេក៏បានដើរចេញទៅក្រៅដើម្បីឡើងរទេះសេះនៅពេលដែលដើរចេញមកក្រៅចេណាមានការភ្ញាក់ផ្អើលមែនទែនដែលអ្នកបម្រើបានចេញមកគោរពនាងបែបនេះហើយចេណាក៏សួរថាហេតុអ្វីបានជាថ្ងៃនេះមើលទៅពិសេសម៉េចមេកាក៏និយាយថាដោយសារតែចេណាហ្នឹងគឺជាចៅហ្វាយល្អម្នាក់ដូច្នេះហើយចេណាក៏ចាក់ចេញទៅទាំងសប្បាយចិត្តហើយគ្រាន់តែរទេះសេះចាក់ចេញពីវិមានភ្លាមកសត្វក៏បានចុះផ្សាយពីពេញនឹងថាចេណាហើយនឹងដែនហ្នឹងលែងលះគ្នាចឹងទៅហើយចេណាក៏អង្គុយនៅក្នុងវិមានរបស់នាងហើយអានកសត្វបដាហើយក៏បានដឹងថាប្រហែលជាពួកគេណាក៏តែចេណាហ្នឹងប្រហែលជាមានការសោកស្ដាយជាខ្លាំងហើយដែលបានលែងលះជាមួយដែនហើយចេណាក៏ឆ្ងល់ថាតើនរណាគេជាអ្នកចុះផ្សាយកសត្វនេះឬមួយក៏ជាដែនតែនាងគិតថានាងបានគោរពតាមកិច្ចសន្យាអស់ហើយអ្វីបានជាដែនហ្នឹងចុះផ្សាយកសត្វហ្នឹងដោយសារអីឬមួយក៏ដែនចង់ប្រាប់គេថាឥឡូវហ្នឹងគាត់នៅ single ចេណាបានគិតថាវាប្រហែលជាអាចធ្វើឲ្យចេណាហ្នឹងមានបញ្ហាតិចតួចដែរហើយចេណាក៏ហៅអ្នកបម្រើដើម្បីរៀបចំខ្លួនទៅជួបមនុស្សម្នាក់ហើយម្នាក់នោះគឺមែនណាឆ្ងាយតែគឺដែននឹងឯងដែលបានណាត់ជួបចេណានៅក្នុងវិមានហើយចេណាមានអារម្មណ៍ថាហេតុអីបានជាដែនណាមិនណាត់ជួបគាត់នៅកណ្ដាលវាលអញ្ចឹងឲ្យគេដឹងអញ្ចឹងវាអត់ល្អទេដោយសារតែឥឡូវហ្នឹងកំពុងតែមានរឿងរ៉ាវចុកកសែតប្រងព្រាតនៅពេលដែលឃើញចេណាដែនមានការរាក់ទាក់ទៅកាន់ចេណាមែនតើហើយក៏ឲ្យចេណាហ្នឹងអង្គុយចោះពេលដែលចេណាសម្លឹងទៅមុខដែនដូចដែនហ្នឹងអត់បានដេកពីមួយថ្ងៃអញ្ចឹងភ្នែកឡើងខ្មៅហើយចេណាក៏សួរកាន់ដែនថាតើដែនហេតុអីបានជាថ្ងៃហ្នឹងមើលទៅអត់ស្រស់ថ្លាអញ្ចឹងហើយដែនក៏និយាយថាអូអរគុណហើយដែលចាប់អារម្មណ៍លើខ្ញុំតែខ្ញុំនៅតែសង្ហាទេចេណាក៏និយាយទៅកាន់ដែនថាបើសិនជាដែនរវល់ដែនអាចបញ្ចប់ការណាត់ជួបនឹងបានបន្ទាប់មកដែនក៏និយាយថាហេតុអីបានជាគាត់ត្រូវបញ្ចប់ការណាត់ជួបជាមួយនឹងអេវ៉ានោះហើយអត់ចាំស្អែកទេចេណារបស់យើងក៏សួរថាតើដំណឹងនៃការលែងលះរបស់ពួកយើងនឹងដូចជារៀលដាធំធេងណាពេលលើបែបហ្នឹងដែនក៏និយាយកាន់ចេណាថាអូមិនបារម្ភទេរឿងពាក្យចាំរាមហ្នឹងហើយចេណាក៏និយាយថាអូចឹងអត់ឲ្យបារម្ភហើយដែនក៏បានសួរកាន់ចេណាថាតើចេណាសប្ងៃហ្នឹងពងធ្វើអីដែរហើយចេណាក៏និយាយថាអូថ្ងៃអត់មានធ្វើអីទេគឺអង្គុយមើលតែសវត្តចិត្តងាប់ហើយចេណាក៏បាននិយាយទៅកាន់ដែនថាដែនគួរតែណាត់ជួបនឹងរៀបការជាមួយនឹងមនុស្សស្រីដទៃទៀតដូច្នេះហើយចេណាអាចនឹងស្រួលខ្លួនជាងមុនហើយចេណាបន្តនិយាយថាខ្ញុំមិនដឹងទេថាតើឥឡូវហ្នឹងដែនតាក់ទងជាមួយនឹងមនុស្សស្រីដែលដែនស្រឡាញ់នឹងដល់ណាហើយក៏ប៉ុន្តែហេតុអ្វីបានជាដែនមិនព្រមរៀបការជាមួយនឹងនាងទៅហើយដែនក៏បានគិតក្នុងចិត្តថាខ្ញុំមិនដឹងទេថាតើនេះគឺជាកម្មពីបន្ទាប់ពីខ្ញុំបានលែងលះជាមួយនឹងចេណាព្រោះថាតាំងពីលែងលះគ្នាមកគឺអ្នកចេណារាល់ថ្ងៃហើយដែនក៏បានតាំងសតិមុងម៉ាត់ខ្លាំងមែនតើហើយក៏និយាយទៅកាន់ចេណាថាខ្ញុំស្រឡាញ់នាងចេណាគ្រាន់តែលឺហើយចេណាឡើង surprise what ស្អីគេតំលែងគ្នាអន្តនបានមួយឆ្នាំផងមកសុំត្រូវគ្នាស្អីគ្រាន់តែលើដែនសារភាពហើយចេណាសួរថាតើដែនហ្នឹងបាត់ការចងចាំមែនឬក៏ដែនហ្នឹងមានការអីជាមួយនឹងចេណាមែនបាននិយាយរឿងហ្នឹងឡើងមកដែននៅតែបញ្ជាក់ថាដែនគឺនិយាយការពិតហើយចេណាក៏និយាយថាដែនគឺជាអ្នកស្នើសុំការលែងលះនេះព្រោះថាដែនហ្នឹងបានរកឃើញស្នេហាពិតហើយហេតុអីបានជាឥឡូវហ្នឹងដែនមើលឃើញចេណាគឺជាចំណែកមួយនៃបេះដូងរបស់គាត់ហើយដែននៅតែប្រកែកថាដែនហ្នឹងគឺស្រឡាញ់ចេណាពិតមែនហើយដែនចង់ចាប់ផ្ដើមជាមួយនឹងចេណាហើយចេណាក៏វិក្បាលហើយក៏និយាយថាចាប់ផ្ដើមម្ដងទៀតជាមួយនឹងការលែងលះមែនហើយដែនហ្នឹងក៏មានអារម្មណ៍រៀង stress ដែរហើយក៏និយាយថាមែនហើយគាត់គឺជាអ្នកដែលធ្វើឲ្យរឿងទាំងអស់ហ្នឹងកើតឡើងអញ្ចឹងណាទាំងដែលគាត់នឹងអត់មានចេតនាទេហើយដែននិយាយទៅកាន់ចេណាថាបើសិនជាចេណាជាអ្នកស្នើសុំការលែងលះនឹងមុនប្រហែលជាចេណាអាចគិតផ្សេងពីគាត់ឥឡូវហ្នឹងក៏ថាបានដែរហើយដែនបានគិតក្នុងចិត្តថាដែនដឹងច្បាស់ក្នុងចិត្តថាដែនហ្នឹងអត់អាចផ្សះផ្សាទំនាក់ទំនងហ្នឹងបានឡើយគ្រាន់តែដឹងថាឥឡូវហ្នឹងគឺដែនបានលងស្រឡាញ់ចេណានៅពេលដែលគាត់ណាបានណាត់ជួបនារីដទៃទៀតអញ្ចឹងទៅគាត់ដឹងពីក្នុងចិត្តគាត់ថាឥឡូវហ្នឹងគាត់ស្រឡាញ់អ្នកណាប្រកាសហើយ
ចាំមានហើយដែនក៏បានសុំទោសចិនណារឿងគ្រប់យ៉ាងដែលគាត់បានធ្វើកន្លងមកហើយចិនណាសុកក៏នឹកដល់អាសាសៀណាឆ្កយយ៉ាងទៅហើយក៏គិតថាហេតុអីបានសិនឹកកូនប្រុសគេអញ្ចឹងហើយក៏និយាយទៅកាន់ដែនថាខ្ញុំស្មានតែខ្ញុំហ្នឹងណាមិនមែនជាថែបរបស់ដែនទេឥឡូវទៅជាអីណែស្រឡាញ់ខ្ញុំឯណាអើយប្លែកណាតមកដែនក៏និយាយថាអូមិនគិតពីរឿងហ្នឹងទៀតទេព្រោះថាចិនណាហ្នឹងគឺស្អាតហើយចិនណាក៏និយាយថាព្រោះមកពីមុខខ្ញុំមែនហើយដែននៅបន្តនិយាយថាទោះបីជាកិច្ចសន្យាបានបញ្ចប់ក៏ដោយតែចិនណាអាចដែតគាត់លេងសិនទៅពីមួយខែមើលចិត្តគ្នាសិនទៅណាបើសិនជាចិនណាអត់ស្រឡាញ់គាត់ទេក៏អត់អីដែរដែននឹងចាក់ចាញ់ចឹងទៅយើងមិនតាក់តងគ្នាទៀតទេចិនណាក៏និយាយថាបើសិនជាពួកយើងតាក់តងគ្នាមែនច្បាស់ជាមានព័ត៌មានល្បីរាលដាលទៀតហើយដែនក៏និយាយថាអូចិនណាក៏ដូចខ្ញុំដែរខ្ញុំក៏ចឹងដែរតាហើយចិនណាបន្តនិយាយថាបើពួកយើងនៅតែបន្តជួបគ្នាអញ្ចឹងទៀតព័ត៌មាននឹងរីករាលដាលកាន់តែធំទៀតហើយនឹងមានអ្នកសរសេរសម្បត្តិមកកាន់ផ្ទះរបស់នាងហ្នឹងកាន់តែច្រើនហើយដែនក៏និយាយថាអត់អីរឿងណាទុកឲ្យខ្ញុំជាអ្នកចាត់ការហើយចិនណាអស់ពាក្យនិយាយហ្មងដឹងនិយាយថាមិនទៀតហើយអត់មានក៏មានអីនិយាយទៀតដែរអញ្ចឹងរឿងរបស់យើងមានតែចប់ត្រឹមហ្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេច like subscribe ហើយចុចសញ្ញាកណ្ដឹងផង